វីដេអូខ្ញុំថ្ងៃនេះខុសពីរាល់ដងគឺនាំអ្នកទាំងអស់គ្នាមកបេះផ្លែសម្ពណ៌នៅក្នុងព្រៃពីដើមផ្ទាល់មកហើយនេះជាលើកទី1របស់ខ្ញុំឯងដែលខ្ញុំបានឃើញដើមសម្ពណ៌និងផ្លែសម្ពណ៌ផ្ទាល់ចឹងក្នុងថ្ងៃចូលឆ្នាំទី2ហ្នឹងគឺដេកសុកនឹកឃើញថានាំគ្នាចង់ទៅស្គាល់ផ្លែសម្ពណ៌ហ្មងនិយាយគ្នាត្រូវជាមួយបងប្អូនហើយអត់ចាំយូរគឺឡើងម៉ូតូយើងនាំគ្នាជិះទៅរកដើមសម្ពណ៌អ្នកទាំងអស់គ្នាដឹងស្រាប់អីថាខែប្រាំងចេះក្នុងអំឡុងពេលចូលឆ្នាំអត់មានភ្លៀងទេដីឡើងហុយជុកអ្នកទាំងអស់គ្នាជិះកដាថ្ងៃក្តៅចេះផ្លូវនេះបើជិះខែភាសាវិញស្អាតទាំងអស់គ្នាសងខាងសក្វាសែខៀវខ្ចីហ្មងហើយមានតន់ទៅដល់ផ្លែសម្ពណ៌អីចូលផ្ទះពូនេះមានដើមព្រីងយើងនាំគ្នាបេះផ្លែព្រីងហើយញ៉ាំព្រាមជាតិឆ្ងាញ់ហ្មងពីដើមព្រីងគាត់ផ្លែក្រោយផ្ទះនឹងតែមួយដើមធំប៉ុណ្ណានៅតែផ្លែឡងចង់បាក់ដើមហើយសំខាន់មានដើមផ្លែស្វាយចន្ទីទៀតនេះនាំគ្នាបេះហើយឆ្ងាញ់ណាដើមធម្មជាតិចឹងតែមួយដើមហ្នឹងឲ្យតែផ្លែគឺផ្អែមហើយផ្លែប៉ិនមេដៃទាំងអស់គ្នាឆ្ងាញ់មែនតើអូននាំគ្នាឡើងនាំគ្នាបេះហើយខ្ញុំនេះមានបានឡើងបេះនឹងគេទេគឺឈរថតនឹងឯងចាបន្ទាប់ពីបេះព្រីងហើយដើរមកកន្លែងចកាដលងគេនេះគេតំដាំដលងណាអស់គ្នាហើយជាស្រ័យផងព្រោះយើងដើរនេះអត់មានបានដើរជន់កូនដើមដលងគេអីទេយើងដើរតាមផ្លូវគេដាក់ឲ្យនឹងទេដោយសារយើងត្រូវចូលក្នុងព្រៃអាស័យដើម្បីដើររកដើមសម្ពណ៌អញ្ចឹងរៀងដើរកាត់កន្លែងចកាគេនេះហើយបានយើងចូលទៅដល់ព្រៃអាស័យហើយអ្នកនេះមើលព្រៃអាស័យហើយលុកចូលទៅជ្រៅណាស់មកដើររកបានដើមសម្ពណ៌មួយហ្នឹងមានដើរលុកព្រៃផងឆ្លងកាត់អូផងអាល្អិលផងក៏មានដែរអ្នកនរគ្នាហើយនេះដើរមកដល់អូនេះល្អិលអ្នកនរគ្នាតែខ្ញុំសូមបិទកាមេរ៉ាសិនមិនចឹងដើរកើតទេនេះយើងដើរមកដល់ដើមសម្ពណ៌មានតែមួយដើមនោះខុតឲ្យផ្លែនៅសល់តែ2 3ផ្លែទេចឹងមានអ្នកឡើងបេះផងយើងរកឈើអីដើម្បីកាយវាចោះមកផងកាយបានផ្លែអីផ្លែគេគឺចឹងតែមួយដើមនេះមានផ្លែតែ2 3មែនតែធំផ្លែគេស្អាតបាទនេះបេះមកទាំងស្លឹកមកយកទុកមើលអត់គេពួកអត់ដែរឃើញទេផ្លែសម្ពត់ហ្នឹងផ្លែសម្ពត់យើងមិនទេឃើញតែគេផុសក្នុង Facebook ឥឡូវបានមកឃើញហើយដោយសារឃើញអានេះទុំហើយលើគេថាទុំហ្នឹងឆ្ងាញ់ហ្នឹងអស់គ្នាអានេះខ្ញុំយកឲ្យអ្នកនរគ្នាមើលផ្លែពេលទុំឃើញរូបរាងខាងក្រៅចឹងណាហើយបេះមកសាច់គេទំនងអ្នកនរគ្នាអានេះសាច់គេរបៀបចែពេលហែកមកនេះចាំមើលបងខ្ញុំគាត់ហែកឲ្យមើលសាច់គេទំនងដូចផ្លែគុយចឹងណាតែឃើញទុំសាច់ទំនងយកទៅជូរណាជូរខ្លាំងមែនតើចឹងខ្ញុំសូមកាត់ពីក្នុងព្រៃចេញមកខាងក្រៅវិញព្រោះឬអូនម្នាក់គាត់និយាយថានៅចកាស្វាយចន្ទីហ្នឹងមានដើមផ្លែសម្ពណ៌មួយធំអានេះគឺធំរបស់គេមែនមួយដើមនេះគ្រប់ទឹកហ្មងសឹកតែផ្លែពីខាងក្រោមរហូតដល់ខាងលើផ្លែដល់តែខ្ញុំលែងឆ្ងល់ថាថៃបានមួយដើមហ្នឹងអត់មានអ្នកបេះសោះដោយសារវាជូរបងប្អូនជូរហ្មងសម្រាប់អ្នកផ្សេងអត់ដឹងទេតែសម្រាប់ខ្ញុំឆ្ងាញ់ខ្ញុំញ៉ាំផ្លែហ្នឹងឆ្ងាញ់វាជូរមែនតែវាពេលយើងញ៉ាំវាជក់មាត់ឆ្ងាញ់ណាស់ហើយពេលញ៉ាំអត់លាងទឹកទេទាំងអស់គ្នាញ៉ាំទាំងអាចរហ្នឹងឆ្ងាញ់ហ្មងនេះដូចគាត់បេះចឹងបេះភ្លាមមកខំខ្វាច់ជ្រលក់អំបិលអូយឆ្ងាញ់ហ្មងតែស្ដាប់ reaction គាត់ខ្លួនឯងថាឆ្ងាញ់ដូចខ្ញុំនិយាយមែនអត់អ្នកទាំងអស់គ្នាស្ដាប់លឺឯងត្រូវអត់ជូរណាថាជូរខ្លាំងហើយតើសៅអូនមួយនេះណាគាត់បកកែឡើងណាឡើងដល់ចុងហ្មងតែដើមហ្នឹងវាមិនទូដែរចឹងមានគាត់ក្មេងគាត់ឡើងបេះបានហើយនេះពួកយើងបេះបានមកស្បោនអរគ្នាពួកគិតថាយកទៅក៏អត់មានណាគេញ៉ាំដែរមានតែអ្នកចេះជូរដូចពួកខ្ញុំឯងមិនញ៉ាំបានបន្ទាប់ពីចាញ់ពីបេះផ្លែសម្ពោហើយបានមកឃើញដើមអ្នកចិត្តខាងនេះមួយសុំចូលបេះបានពី3ផ្លែខ្ញុំសួរគេថាហ្នឹងផ្លែតាម៉ូបើខ្ញុំនិយាយខុសសុំទោសផងអ្នកអរគ្នាព្រោះខ្ញុំអត់សូវស្គាល់ផ្លែហ្នឹងដែរប៉ុន្តែខ្ញុំឃើញដំបូងខ្ញុំស្មានផ្លែសេដាដល់ពេលបេះមកវាខាងក្នុងវាคล้ายដូចមកខុតតែឆ្ងាញ់ដែរឆ្ងាញ់មានជាតិដែរអ្នកគ្នាហើយផ្លែគេស្អាតទៀតវីដេអូខ្ញុំអស់ត្រឹមផ្លែតាម៉ូហ្នឹងទាំងអស់គ្នាបើមាននិយាយខុសតោះអីកុំប្រកែកប្រកាន់ណាចាំជួបគ្នាវីដេអូក្រោយបាយ